បាទបងប្អូនបាទនេះគឺជាបឹងតាពាំងអាស័យមិញនេះបាទហើយយើងឃើញថាខៀវល្ងិតពោពេញទៅដោយក្លិនស្អុយក្លិនឆ្អាបដូចទៅនឹងអ្វីដែលជាការលើកឡើងរបស់ប្រជាពលរដ្ឋបាញ់មិញនេះដែលគាត់ថានៅពេលដែលគាត់មករកខ្យងរកអីហ្នឹងគឺថាឆ្អាបពេញខ្លួនហើយលមាស់ពេញខ្លួនទៀតអញ្ចឹងទេហើយខ្ញុំគិតថាទឹកនេះអាចនឹងមានសារធាតុពុលអីផ្សេងអីជាច្រើនអានោះខ្ញុំមិនដឹងទេតតែបច្ចេកទេសមន្ត្រីជំនាញពាក់ព័ន្ធបាទអញ្ចឹងទេខ្ញុំគិតថានេះគឺជារឿងមួយដែលអាជ្ញាធរជាក់ស្ដែងអាជ្ញាធរមូលដ្ឋានបាទអាជ្ញាធរស្រុកឬក៏អាជ្ញាធរខេត្តដែលពាក់ព័ន្ធមិនមើលរំលងទេនៅផលប៉ះពាល់នៃការបង្ហូរទឹកស្អុយចេញពីកសិដ្ឋានចិញ្ចឹមត្រីបាទដូច្នេះព័ត៌មាននេះខ្ញុំសង្ឃឹមនឹងជឿជាក់ថាថ្នាក់ដឹកនាំលោកនឹងមេត្តាពិនិត្យបាទមេត្តាពិនិត្យព្រោះខ្ញុំគិតថាវាអាចនឹងបង្កផលប៉ះពាល់ផ្សេងទៀតទៅដល់ប្រជាពលរដ្ឋដែលគាត់មិនដឹងថាតើដែលគាត់នឹងប្រើប្រាស់ប្រចាំថ្ងៃហើយគាត់មិនដឹងថាតើវាមានផលប៉ះពាល់អីនោះបាទអញ្ចឹងទេព័ត៌មាននេះក៏សំណពរឲ្យសំណពរទៀតទៅដល់ថ្នាក់នាំមេត្តាជួយពិនិត្យនិងស្រាវជ្រាវមើលហើយនឹងយកទឹកនេះទៅពិសោធន៍ថាតើវាមានជាតិពុលជាតិអីច្រើនទៀតបាទពីព្រោះរាល់ថ្ងៃនេះប្រមុខរាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ទៅលើសុខុមាលភាពរបស់ប្រជាពលរដ្ឋអញ្ចឹងទេប្រសិនបើសុខុមាលភាពរបស់ប្រជាពលរដ្ឋប៉ះពាល់ដោយសារការប្រើប្រាស់បឹងធម្មជាតិនេះដែលត្រូវក្រុមហ៊ុនឯកជនដែលទម្លាយទឹកស្អុយដោយសារតែផលប្រយោជន៍ផ្ទាល់ខ្លួនបង្ហូរទឹកស្អុយចូលមកបឹងសាធារណៈនេះតើវាពិតជាមានការត្រឹមត្រូវឬក៏វាធ្វើឲ្យអីមួយដូច្នេះខ្ញុំសង្ឃឹមឲ្យសង្ឃឹមថាថ្នាក់នាំនឹងមេត្តាជួយពិនិត្យនឹងករណីនេះបន្ថែមបាទសូមអរគុណបាទ